សូមស្វាគមន៍មកកាន់ Channel រៀនខ្មែរ365ថ្ងៃនេះយើងនឹងមកសិក្សាអំពីពាក្យថាច្រេះដែលគេសរសេរបែបនេះហើយនឹងច្រេះគេសរសេរបែបនេះហើយនឹងពាក្យច្រេះដែលគេសរសេរបែបនេះអញ្ចឹងពាក្យថាច្រេះដែលគេសរសេរចចង្រដាក់ស្អែនិងសអានថាច្រេះគឺជាឧទានស័ព្ទដែលមានន័យថាសូរលឺដោយផ្លែចបនិងអំបែងឬដុំគ្រួសដែលគេកាប់ប៉ះត្រូវសូរច្រេះបាទរីឯពាក្យច្រេះចចង្រដាក់ស្អែអានថាច្រេះនេះគឺជាកិរិយាសព្ទដែលត្រូវបានគេប្រើសម្រាប់កិរិយាសព្ទកាប់ឬក៏ចាំងរះត្រង់ទីខាងនៃវត្ថុនីមួយដើម្បីឲ្យរបេះបន្តិចម្ដងក៏ឬក៏ថាច្រេះគល់ឈើឬក៏ច្រេះដីជើងដំបូកពេលខ្លះគេសរសេរពាក្យថាច្រេះចចង្រដាក់ស្អែហើយនឹងថែមស្អះអានថាច្រេះដែរបាទតាមទម្លាប់របស់អ្នកស្រុកអញ្ចឹងពេលខ្លះគេមិនចាត់ទុកថាវាខុសដែរប៉ុន្តែសរសេរដែលពាក្យត្រឹមត្រូវគឺចចង្រដាក់ស្អែបានទៅត្រឹមត្រូវជាកិរិយាសព្ទគេថាច្រេះឈើច្រេះដងនឹងកលច្រេះដងវថៅអីហ្នឹងគេហៅច្រេះហើយមានន័យថាយើងចាំងឲ្យអស់តិចហ្នឹងឯងហ្នឹងគេហៅច្រេះរីឯពាក្យដែលគេច្រើនប្រើជាមួយនឹងដែកដែលមានច្រេះគឺគេសរសេរថាចចង្រដាក់ស្អែហើយថែមស្អះខាងមុខគឺជានាមស័ព្ទគឺជាស្នឹមឬក៏លោហៈជាតិមានដែកជាដើមច្រេះកើតអំពីដែករមែងស៊ីនៅដែកនោះវិញអំពើអាក្រក់កើតអំពីចិត្តរមែងស៊ីចិត្តនោះវិញនិយាយភាសាសាមញ្ញច្រេះហ្នឹងគឺគេប្រើសម្រាប់លោហៈធាតុដែលមានស្នាមច្រេះឬក៏ស្នឹមអាស្នឹមរបស់ដែកឬក៏ដែលវាជាប់កាត់ពីដែកហ្នឹងស្នឹមទាំងអស់ហ្នឹងគេហៅច្រេះឬក៏ស្នឹមហ្នឹងឯងតែមួយហ្នឹងឯងអញ្ចឹងគឺអស់លោកអ្នកគឺសរសេរច្រេះដែលសំដៅទៅលើដែកឬក៏ស្នឹមដែលដោះពីដែកហ្នឹងគឺសរសេរចចង្រដាក់ស្អែហើយនឹងរះមុខនេះអានថាច្រេះដោយបទវកហៈមួយលោកថាអយតោមេឡាំងសមុទ្ថាយតមេវខាតតិច្រេះកើតហើយអំពីដែករមែងស៊ីនៅដែកនោះវិញក្បាលគឺវកហៈនេះគឺល្អហើយមើលទៅគឺថាមានអត្ថន័យមែនទែនហើយមេរៀននេះខ្ញុំពីមុនមកខ្ញុំលើកយកមកចែកជូនបងប្អូនដែរប៉ុន្តែសរសេរខុសដោយខ្ញុំពឹងផ្អែកទៅលើសិភៅនឹងចាស់មានអាយុកាលចាស់យូរមកហើយអញ្ចឹងខ្ញុំក៏បានពិនិត្យពិច័យទៅលើពាក្យដែលត្រឹមត្រូវអក្ខរាវិរុទ្ធទេហើយសិភៅដែលខ្ញុំលើកយកមកនេះគឺនៅក្នុងសិភៅបាលីវេយ្យាករណ៍បាទទំព័រទី135ចឹងវាពេលខ្លះបុរាណគាត់សរសេរមកខុសខ្លះដែរមិនត្រូវទាំងអស់ទេអញ្ចឹងពុកម៉ែបងប្អូនពេលមុនសរសេរឬក៏អីពិនិត្យវិច័យបេះទៅលើគេហៅថាពឹងផ្អែកទៅលើសម្ដេចជួនណាតសភៅ Dictionary គេហៅថាវចនានុក្រមព្រះសម្ដេចជួនណាតអញ្ចឹងវិលត្រឡប់មកបាទវកហៈយើងវិញគឺច្រេះកាត់អំពីដែករមែងស៊ីនៅដែកនោះវិញអញ្ចឹងដូចយើងពុកម៉ែបងប្អូនឃើញចិត្តស្រាប់ហើយដូចបច្ចុប្បន្នថៃវាកំពុងវាយខ្មែរយើងហៅវាទៅព្រោះចោលមិនដែលណាគេហៅគាត់ទេតែចោលហើយគេមិនដែលហៅគាត់ទេគឺហៅវាតែម្ដងបាទហើយពាក្យថាចោលអាម៉ាត់បណ្ឌិតអាចដេះដៀលបានណាបណ្ឌិតអាចដេះដៀលបានមនុស្សទូទៅអាចដេះដៀលបានចង់ជេរវាអាចោលមរាយជេរវាឲ្យខ្លាំងជាងហ្នឹងក៏បានដែរដូចសៀមមួយថ្ងៃវាបៀតបៀនយើងខ្លាំងណាបាទវាថារំលោភអំពើអធិបតេយ្យភាពយើងហើយកិត្តិយសគេឈ្មោះវាបានត្រឡប់មកវិញមិនវិញអាក្រក់លើពិភពលោកហើយតាមច្បាប់តាមទម្លាប់គាត់ថាលំបាកខ្លាំងហើយគាត់វាមិនអាចឈ្នះយើងបានទេសូមពាក្យអស្រុះតិចណាព្រោះចោលយើងទៅនិយាយគាត់តែមិនទេណាចោលធម្មតាគេនិយាយថាវាទេគេមិនតែនិយាយគាត់ទេអញ្ចឹងខ្ញុំសូមយកវាតែម្ដងទៅស្រួលនិយាយបន្តិចបាទអញ្ចឹងពុកម៉ែបងប្អូនជ្រាបហើយអាចោលសៀមនេះវាបៀតបៀនយើងខ្លាំងហើយចាំមើលនៅមិនវិញ
បច្ចុប្បន្នទោះតន់ធម្មជាតិជារឿងមួយដែលសំខាន់ហើយបើសំខាន់មួយទៀតគឺវាអត់ឈ្នះយើងទេវាអត់មានអីមកផាយជាមួយយើងទេវាអត់មានអេវីដិនអត់មានផុសតាងអីមកផាយជាមួយយើងទេបាទវាថាយើងវាថាការពារខ្លួនការពារខ្លួនតាវាអីការពារខ្លួនម៉ែវាអីបាទបើវាយកទីហ៊ានមកវាយលើទឹកដីខ្មែរយើងហ្នឹងចឹងយើងអត់មានវាអត់មានផាយជាមួយយើងទេហើយយើងដឹងតែឈ្នះវា 100% ហើយចឹងពាក្យថាច្រេះនេះគឺខ្ញុំចង់និយាយចឹងថាអ្វីដែលធ្វើអំពើអាក្រក់វាគង់តែឃើញទេពីមុនសម័យដើមគេអត់ឃើញដោយសារអត់មាន social អត់មានអីចឹងវាលួចដីយើងវាយកដីយើងមិនមកក៏មានណាគេឃើញដែរបាទឥឡូវអត់ទេការថា social news ហ្នឹងគឺខ្លាំងមែនតែម្ដងជាអត្តពលខ្លាំងមែនតែម្ដងអញ្ចឹងវាធ្វើអីលើទឹកដីយើងគឺយើងដឹងទាំងអស់វាធ្វើអីលើដីយើងពិភពលោកគេមើលឃើញដឹងទាំងអស់ណាកពូចចោលវានៅតែចោលដែរអញ្ចឹងជាប្រវត្តិវារងទុកគ្រោះធម្មជាតិលិចទឹកចំនួនអីមកកណោកោកវាអត់ខ្វល់ទេខ្វល់តែចង់បានដីខ្មែរអាចចោលមរាយជាអីមួយ